មួយលើវិធីបំផុសសក្តានុពលរបស់មនុស្ស21ធ្វើឲ្យការងារក្នុងក្រុមផ្លាយជាកម្មរីករាយទោះបីជាអ្នកខ្លះគិតថាជីវិតគឺជាការតស៊ូប៉ុន្តែតាមពិតទៅជីវិតគឺជាហ្គេមនៃការឲ្យនិងការទទួលនេះឯង Florence Scott Wilson ជួយសម្បូរពេញប្រយោគនេះឲ្យមានន័យពេញលេញដោយពីដំបូងដែលពលឡើងនៅក្នុងគោលក្បាលរបស់អ្នកជីវិតគឺជាហ្គេមតើអ្វីទៅដែលអ្នកគិតឃើញមុនគេសង្ឃឹមថាវានឹងមិនមែនជាអ្វីដែលពួកយុវវ័យដែលយកមកបិទនៅតាមកន្ទុយឡានឬក៏ម៉ូតូដែលថាជីវិតប្រៀបដូចជាសំណោកក្រោយមកគឺស្លាប់ទៅវិញនោះទេរឿងដែលកើតឡើងដំបូងបំផុតនៅក្នុងគំនិតមនុស្សគឺជាអ្វីដែលអ្នកនិងយើងទុកចិត្តថាគឺជាអ្វីដែលអ្នកមានអារម្មណ៍ថាជីវិតរបស់ខ្លួនគឺអញ្ចឹងតើចម្លើយរបស់អ្នកគឺជាអ្វីជាពីការស្រាវជ្រាវនៅក្នុងក្រុមអ្នកគ្រប់គ្រងថ្នាក់កណ្ដាលរកឃើញថាចម្លើយដែលទទួលបានគឺជីវិតគឺជាការតស៊ូប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវក្នុងក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់បែរជារកឃើញថាចម្លើយដែលប្រទះឃើញច្រើនបំផុតគឺជីវិតគឺជាបែបម្យ៉ាងបើអ្នកជ្រើសរើសបានតើអ្នកជ្រើសរើសយកជីវិតបែបណាប្រការដែលអ្នកធ្វើជាអ្នកដឹកនាំផ្ដល់កម្លាំងចិត្តអ្នកត្រូវបង្ហាញកូនចៅឲ្យមើលឃើញថាជីវិតរបស់ពួកគេពេលនៅជាមួយអ្នកគឺដូចជាលេងល្បែងម្យ៉ាងអ្វីដែលធ្វើឲ្យកិច្ចការកំពុងធ្វើខ្លាចទៅជាហ្គេមមួយបានត្រូវតែមានវិធីសាស្ត្រក្នុងការដាក់បន្ទុកហើយវិនិច្ឆ័យរកអ្នកឈ្នះអ្នកចាញ់ហើយលទ្ធផលដែលទទួលបានមកមិនមានផលប៉ះពាល់ដល់នរណាទើបជាការបែងដ៏សប្បាយរីករាយបានជួយអធិប្បាយឲ្យច្បាស់លាស់ថាទោះបីជាលេងល្បែងមានការចែករង្វាន់កគោលបំណងនៃការលេងល្បែងគឺដើម្បីលេងកម្សាន្តសប្បាយតែប៉ុណ្ណោះតើអ្នកអាចយកទម្រង់បែបនេះមកប្រើជាមួយនឹងជីវិតអ្នកបានយ៉ាងដូចម្តេច Tom Sawyer ពោលថាគោលសារសំខាន់ដែលធ្វើឲ្យការងារខ្លាចទៅជារឿងកម្សាន្តសប្បាយគឺជាការផ្លាស់ប្ដូរពីភាពគួរឲ្យធុញទ្រាន់របស់ការងារឲ្យខ្លាចទៅជាល្បែងកម្សាន្តមួយ Randy ជាអតិថិជនរបស់យើងបានជួបប្រទះនឹងបញ្ហាបុគ្គលិកសំច្បាប់ឈប់ដែលបណ្ដាលឲ្យខ្វះអ្នកធ្វើការជាប្រចាំគេព្យាយាមដោះស្រាយនិងរកវិធីកម្ចាត់បញ្ហានោះអស់ពេលជាច្រើនខែទីបំផុតគេក៏រកឃើញថាបើយកល្បែងមកប្រើនោះអាចនឹងជួយឲ្យស្ថានភាពប្រសើរឡើង Randy គិតឃើញល្បែងមួយគេចែកបៀម្នាក់មួយសន្លឹកឲ្យទៅឲ្យបុគ្គលិកណាដែលមកធ្វើការរៀងរាល់ខែពេញមួយខែដោយឲ្យបុគ្គលិកលុបដៃចាប់សន្លឹកបៀពីក្នុងធុងមួយហើយយកទៅព្យួរទុកនៅនឹងកន្លែងធ្វើការរបស់ខ្លួនរៀងរាល់6ខែម្ដងបុគ្គលិកដែលទទួលបានពិន្ទុ Hooker ខ្ពស់បំផុតនឹងទទួលបានរង្វាន់មួយឬអាអ្នកមានពិន្ទុលំដាប់ទី2និងទី3ក៏នឹងទទួលបានរង្វាន់ជាប្រាក់សុទ្ធទីបំផុតបញ្ហាបុគ្គលិកឈប់ច្រើនដែលបណ្ដាលឲ្យខ្វះមនុស្សធ្វើការក៏រកច្រកចេញឃើញ Randy រំលឹកឡើងវិញតាមពិតទៅយើងក៏មានបញ្ហាបន្តិចបន្តួចទាក់ទងនឹងបុគ្គលិកដែលឈឺពិតប្រាកដដែរប៉ុន្តែពួកគេក៏នៅតែព្យាយាមមកធ្វើការទាំងដែលមិនគួរណាមកពួកគេប្រឹងក្រោកពីឈឺរហូតដល់ស្វាមីឬក៏ភរិយាគាត់ឲ្យសម្រាប់នៅផ្ទះប៉ុន្តែពួកគេបែរជានិយាយថាមិនបានទេពេលនេះខ្ញុំទទួលបានសន្លឹកអាត់2និងសន្លឹកក្រមុំ2ទៀតហើយតើអ្នកចង់ឲ្យខ្ញុំនៅផ្ទះដូចនេះធ្វើអ្វីក្រៅពីឧទាហរណ៍នេះការលើកទឹកចិត្តក្រោយពេលទំនេរពីការងារដូចជាការលេងកីឡាការផ្ដល់កំណត់រិះគន់ការលម្អការសន្សំពិន្ទុនិងការតាំងគោលដៅការហ្វឹកហាត់បណ្ដុះបណ្ដាលជាបន្តបន្ទាប់និងជំរឿនរបស់បុគ្គលម្នាក់ដែលនឹងនាំយើងមកអនុវត្តនៅកន្លែងធ្វើការសុទ្ធតែជាកម្លាំងជំរុញទឹកចិត្តដែលអាចជួយដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារផងដែរសូមអរគុណ